mà bắt to tẹt tông chung với năng cả vừa ép hào thà ép ship nó cứ sầm rạp châu bẩn tụ tam giờ online này dương pra ép ship nó là mấy châu nơi cầm thì tụ năng cứ dương pra ép ship nó để ní cứ chỉ rụt rồi ép ship nó hay nó không tụ sắp đấy nè ngọc này cho từ không Play Store ឬក៏ App Store អ្វីពាក្យមើលថា App Sim ហ្នឹងហើយ down វាទុកដើម្បីភ្ជាប់ Gmail ហើយយើងបញ្ចូលបន្ទុកតាមរយៈ App Sim ហ្នឹងឥឡូវដើម្បីងាយស្រួលថ្មបើក Excel មក Excel ហ្នឹងគឺថ្មបានរៀបចំហើយយើងអត់មានអីសាំញ៉ាំច្រើនទេដោយសារតែនេះគ្រាន់តែជាគំរូទេយើងថ្មដាក់ថាសម្រង់បន្ទុកប្រចាំខែយើងធម្មតាសាលាមានការប្រឡងប្រចាំខែអញ្ចឹងត្រូវឲ្យគ្រូបន្ទុកថ្នាក់មួយបញ្ចូលបន្ទុកតាមមុខវិជ្ជាហ្នឹងអញ្ចឹងទាំងអស់វាមាន10មុខវិជ្ជា14មុខវិជ្ជាមានបាលីមានសំស្ក្រឹតខ្មែរគណិតវិន័យពលរដ្ឋសាសនាវប្បធម៌រូបគីមីជីវៈផែនដីអញ្ចឹងទៅច្រើនណានេះឈ្មោះសំណាក់សិស្សថ្នាក់ទី7ជាងច្រើនតិចអញ្ចឹងនៅពេលដែលយើងបានមានតន័យគ្រប់ថ្នាក់អញ្ចឹងយើងបើកមកយើងគ្រាន់តែបង្កើតថ្នាក់មួយយើងគ្រាន់តែចុច new ship ឡើងសញ្ញាបូកនេះមកបានហើយយើងកែវាដាក់ថ្នាក់ទី7ទី8ទី9ទី10 11 12អីចឹងមកអញ្ចឹងសាលានេះគឺមាន6ថ្នាក់អញ្ចឹងថ្នាក់ទី7ដល់ទី12ហើយសម្រាប់ទីនេះយើងអាចចងរូបមន្តឲ្យហើយទៅចងរូបមន្តនៅក្នុង Excel នឹងហើយក៏បានដើម្បីងាយនៅពេលដែលចេញលទ្ធបញ្ចូលលទ្ធបន្ទុកគ្រប់ហើយវានឹងបូកបន្ទុកសរុបឲ្យយើងអូតូនៅក្នុង app នឹងទៅមកកុំឲ្យបាក់ down ចេញមកវិញហើយអត់មានទិន្នន័យអញ្ចឹងយើងដឹងពីរបៀបនៃការបូកបន្ទុកសរុបហើយគឺយើងប្រើសាំមករូបមន្តធម្មតាដែលទូទៅដែលយើងតែងតែប្រើហ្នឹងអញ្ចឹងយើង select ទៅខាងលើនឹងទាំងអស់មកចាប់ពីឈ្មោះហ្នឹងរហូតមកដល់ត្រឹមវិជាចុងក្រោយអញ្ចឹងវាចាប់ពីនេះ C3 ដល់ P3 ពីទាំងនេះបន្តមកយើង enter មកវាអត់មានអីដោយសារវាមានទុកអញ្ចឹងយើងគ្រាន់តែចុច double click ចុចសញ្ញាបូកពណ៌ខ្មៅយើងវិញចុច double click មកគឺវានឹងទាញរូបមន្តនឹងស្វ័យប្រវត្តិទៅដល់ក្រោមជាយើងចង់ដឹងថាវាបូកអត់ទីថាអង់គ្លេសបាន30រូបបាន12 4នេះយ៉ាងណាឃើញទេបូកឲ្យយើងអូតូយើងថ្ម clear ចេញវិញនេះទូសរុបចឹងមធ្យមពាក្យយើងអាចប្រើរូបមន្ត average ដើម្បីរកមធ្យមភាគ